សង្គ្រាមគាត់ទៅលើពាក្យនេះហើយគឺគួរឲ្យភ័យខ្លាចមនុស្សយើងអាក្រក់ណោះហើយគាត់តែយើងរស់នៅផែនដីនេះគាត់យើងចង់មានអាហារហូបចុកគ្រប់គ្រាន់គាត់តែចង់ជួបជុំគ្រួសារគាត់តែចង់មានកន្លែងស្នាក់នៅមួយដែលសមរម្យគេអត់ឲ្យយើងមានគេអត់ចង់ឲ្យយើងរស់នៅសុខសប្បាយសុខសាន្តគេចាប់ដើមប្រើសម្ភារៈប្រើអាវុធឬក៏អ្វីដែលគេមានដើម្បីនឹងធ្វើបាបឬក៏ដើម្បីនឹងជិះជាន់ឬក៏រឿងច្រើនមែនតែកាត់ឡើងហើយតែប៉ុន្តែនិយាយអំពីសង្គ្រាមមិនមែនជារឿងដែលប្លែកទេតាំងពីសម័យបើសិនយើងនិយាយជឿព្រះអង្គតាំងពីសម័យមុនសង្គ្រាមកើតឡើងច្រើនមានច្រើនរបៀបតែទៅជាមួយនឹងសង្គ្រាមនៅក្នុងព្រះគម្ពីររបស់យើងសង្គ្រាមព្រលឹងវិញ្ញាណរបស់យើងហើយមួយទៀតគឺសង្គ្រាមនៅក្នុងបច្ចុប្បន្នកាលសង្គ្រាមខាងសាច់ឈាមនៅក្នុងជីវិតរបស់ពួកយើងម្នាក់មែនទេអញ្ចឹង yes និយាយតាមព្រះបន្ទូលព្រះអង្គនឹងនិយាយបែបណាតើទៅជាមួយនឹងសង្គ្រាមតើទៅជាមួយនឹងសង្គ្រាមដែលកើតឡើងអញ្ចឹងខ្ញុំនឹងអានព្រះបន្ទូលព្រះអង្គម្ចាស់មួយចំនួនដើម្បីលើកទឹកចិត្តបងប្អូនដូចគ្នាផងដែរនៅក្នុងម៉ាថាយចំពុក24ខ6អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាមនឹងឮដំណឹងថាមានផ្ទុះសង្គ្រាមកើតឡើងហើយកុំជ្រួលច្របល់ឡើយបិទហេតុការណ៍ទាំងនោះនឹងត្រូវកើតឡើងតែពុំទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេចាប់ព្រះអង្គម្ចាស់ថាកាលណាយើងឮគេនិយាយអំពីព្រឹត្តិការណ៍ទាំងអស់នោះកុំបារម្ភកុំភ័យកុំព្រួយព្រោះវានឹងកើតឡើងcòn làពេលវេលាណាមួយយើងអត់ដឹងទេថាវានឹងកើតឡើងនៅពេលណាអញ្ចឹងព្រះអង្គម្ចាស់នៅក្នុងនេះក៏អត់បញ្ជាក់យើងថាកើតឡើងនៅពេលណាក្នុងពេលបច្ចុប្បន្នកាលឬក៏អនាគតឬក៏បែបណាប៉ុន្តែវានឹងកើតឡើងព្រះអង្គម្ចាស់បញ្ជាក់ថាវានឹងកើតឡើងថានឹងមានព្រឹត្តិការណ៍នេះព្រោះព្រះបន្ទូលព្រះអង្គមានបន្ទូលរាប់ពាន់ឆ្នាំហើយដែលកត់ទុកអញ្ចឹងនេះគឺជាខ្ញុំអានពីមួយខទៀត24ខ7ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀតប្រទេសមួយនឹងតទល់ជាមួយនឹងប្រទេសមួយទៀតនៅតាមតំបន់ផ្សេងៗនឹងការទូរភឹកនិងរំជួយដីនេះជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលហើយយើងមើលឃើញដូចជាមួយនឹងបច្ចុប្បន្នកាលគេចាប់ផ្ដើមទាស់តែងគ្នាមនុស្សកាលណាយើងនៅមានសេចក្តីស្រឡាញ់នឹងគ្នាគឺយើងអត់មានសង្គ្រាមនឹងគ្នាមែនទេអ្នកចិត្តខាងគ្នាអីក៏ដោយកាលណាដែលយើងមានដួងចិត្តស្អប់ចំណែនឈ្នានេះឃើញគេប្រសើរជាងល្អជាងគឺសេចក្តីស្រឡាញ់នឹងត្រូវបាត់ភាពឈ្នានេះវានឹងកើតឡើងវាធ្វើឲ្យយើងស្អប់គ្នាទៅវិញទៅមកអញ្ចឹងវាចាប់ផ្ដើមបែកបាក់ដោយសារតែទាំងអស់ហ្នឹងនៅក្នុងជីវិតរបស់យើងនៅក្នុងគំនិតរបស់យើងដែលនាំយើងឲ្យប្រព្រឹត្តកិច្ចការងារទាំងអស់ហ្នឹងផងដែរតែអ្វីដែលព្រះជាម្ចាស់បានប្រាប់មកកាន់យើងថាជីវិតរបស់យើងនៅលោកីនេះយើងម្នាក់ណាក៏ស្លាប់ដែរប៉ុន្តែនៅពេលដែលយើងស្លាប់ទៅតើយើងនឹងត្រូវទៅកន្លែងណាកន្លែងមួយណាដែលល្អសម្រាប់យើងហើយរបៀបដែលយើងរស់នៅលោកីនេះមុនពេលដែលយើងចាកចេញពីផែនដីតើយើងនឹងត្រូវធ្វើបែបណាខ្ញុំសូមអានជូននៅក្នុងម៉ាថាយ 5:44 រីឯខ្ញុំវិញសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថាចូលស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាព្រមទាំងទូលអង្វរព្រះជាម្ចាស់សូមឲ្យព្រះអង្គប្រទានពរឲ្យអ្នកបៀតបៀនអ្នករាល់គ្នាធ្វើដូច្នេះអ្នករាល់គ្នានឹងបានទៅជាបុត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខបិទព្រះអង្គនឹងប្រទានឲ្យព្រះអាទិត្យរបស់ព្រះអង្គបំភ្លឺអស់ទាំងមនុស្សអាក្រក់ទាំងមនុស្សល្អហើយព្រះអង្គប្រទានទឹកភ្លៀងទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតអញ្ចឹងវាជាអ្វីដែលព្រះជាម្ចាស់ជាអ្វីដែលព្រះអង្គប្រាប់បង្រៀនមកកាន់យើងថាម៉េចគឺឲ្យយើងអធិដ្ឋានឲ្យគេកែប្រែចិត្តតែបើសិនមកមនុស្សអាក្រក់យើងអធិដ្ឋានឲ្យគេកែប្រែចិត្តអញ្ចឹងពេលវេលាណាមួយគឺគេនឹងផ្លាស់ប្ដូរព្រោះខ្ញុំគិតថាមនុស្សមុនពេលមិនមនុស្សទាំងអស់សត្វតែអាក្រក់ឯប្រហែលជាមានការដឹកនាំឬក៏អីមួយដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានអាគំនិតទាំងអស់ហ្នឹងអញ្ចឹងអធិដ្ឋានឲ្យគាត់កែប្រែចិត្តព្រោះនៅក្នុងនេះព្រះអង្គចាស់ថាទាំងមនុស្សល្អមនុស្សអាក្រក់គឺព្រះជាម្ចាស់បានប្រទានព្រះពរឲ្យពួកគេរស់នៅដូចគ្នាអញ្ចឹងយើងមានតែអធិដ្ឋានឲ្យទុកចិត្តព្រះអង្គសម្រាប់ខ្ញុំក៏ពិបាកដែរគេវាយយើងសត្រូវរបស់យើងហើយយើងនៅតែអធិដ្ឋានឲ្យគេកែប្រែចិត្តអធិដ្ឋានឲ្យព្រះអង្គម្ចាស់ប្រទានពរពិបាកប៉ុន្តែនេះជារបៀបដែលព្រះអង្គម្ចាស់យើងរស់នៅ right អញ្ចឹងទោះបីជាយ៉ាងណាខ្ញុំនិយាយកាំងពីដើមអញ្ចឹងជីវិតរបស់យើងនឹងត្រូវស្លាប់ហេតុនេះហើយខអំពីនេះសង្ឃឹមថានឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នា
នៅក្នុងអេសាយជំពូក2ខទី4ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានាព្រះអង្គនឹងសម្របសម្រួលជាតិសាសន៍ជាច្រើនឲ្យឈប់ទាស់តែងគ្នាពេលនោះគេនឹងយកដាវរបស់ខ្លួនមករំលាយធ្វើជាផាលនង្គ័លហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវប្រជាជាតិមួយនឹងឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយគេនឹងលែងហាត់រៀនសង្គ្រាមទៀតដែរនេះគឺជាខគម្ពីរមួយដែលព្រះម្ចាស់មានបន្ទូលនៅថ្ងៃចុងក្រោយដែលព្រះជាម្ចាស់បានប្រទាននៅកន្លែងដ៏ល្អមួយសម្រាប់ឲ្យយើងនឹងត្រូវទៅគឺជានគរឋានសួគ៌ហើយខ្ញុំចង់ឃើញខនេះបានកើតឡើងនៅផែនដីរបស់យើងគឺប្រទេសជាតិចាប់ផ្ដើមលែងច្បាំងលែងទាស់លែងតែងជាមួយគ្នាប៉ុន្តែយើងពិបាកមែនតើប៉ុន្តែនេះព្រះម្ចាស់មានបន្ទូលថានៅថ្ងៃចុងក្រោយព្រះម្ចាស់នឹងប្រទានពិភពលោកថ្មីដែលមានពេញដោយសេចក្តីស្រឡាញ់គេនឹងលែងធ្វើសឹកសង្គ្រាមគ្នារស់នៅដោយសន្តិភាពរស់នៅដោយល្អជាមួយនឹងគ្នាគេចាប់ផ្ដើមដើរតាមសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាងសរុបវិញលោកីនេះកំពុងតែបាក់បែកយើងអធិដ្ឋានសម្រាប់យើងហើយបងប្អូនដែលអត់ស្គាល់ព្រះអង្គសូមបើកចិត្តទទួលយកព្រះម្ចាស់នៅថ្ងៃនេះហើយព្រះម្ចាស់ស្រឡាញ់ព្រះជាម្ចាស់ប្រទានព្រះពរបញ្ញាកម្លាំងមកកាន់បងប្អូនម្នាក់ៗផងដែរ right yeah សូមព្រះប្រទានពរហើយព្រះនឹងគង់នៅជាមួយយើងកំសាន្តចិត្តហើយយើងនឹងដឹងហើយថាវានឹងកើតឡើងបែបណាអញ្ចឹង yes យើងនឹងចាំយាមព្រះម្ចាស់ថាព្រះម្ចាស់នឹងជាងមកនៅពេលណាមួយដែលយើងអត់ដឹងទេប៉ុន្តែយើងនឹងចាំយាមជួយវត្តមានព្រះអង្គព្រោះនៅពេលគ្រាចុងក្រោយគឺមានហេតុការណ៍អាក្រក់ច្រើនមែនទែនសម្រាប់អ្នកបម្រើព្រះអង្គអ្នកជឿព្រះជាម្ចាស់ right អញ្ចឹង yes ចាំយាមជួយព្រះជាម្ចាស់អធិដ្ឋានហើយសូមព្រះជាម្ចាស់ប្រទានពរបងប្អូនទាំងអស់គ្នាសន្តិភាពសម្រាប់ពិភពលោកទាំងមូលនេះផងដែរសូមព្រះប្រទានពរ